សួស្តីទាំងអស់គ្នាមកហើយគេងលក់អត់បើគេងលក់ទេមកពីវីដេអូនេះលេងហីសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់អេពីសូតទី1នៃវីដេអូពណ៌ខ្មៅមិនបានខ្ញុំធ្វើអញ្ចឹងគោលបំណងខ្ញុំគឺពិតជាចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើការនិយាយរបស់ខ្ញុំក៏ជាផ្នែកមួយដែលខ្ញុំមានគោលបំណងច្បាស់ណាស់គឺយកចិត្តទុកដាក់និងបារម្ភពីផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាក៏ប្រហែលជាពេលវេលានេះនិយាយរឿងរ៉ាវមួយចំនួនដែលយើងមិនធ្លាប់បានលើកមកនិយាយឬក៏គ្មានអ្នកលើកទឹកចិត្តគ្មានអ្នកបារម្ភគ្មានអ្នកយល់ចិត្តហាក់បីដូចជាភាពងងឹតនៃវីដេអូនេះអញ្ចឹងក៏ប្រហែលនេះហើយជាមូលហេតុដែលខ្ញុំបង្កើតជាវីដេអូងងឹតនេះហើយខ្ញុំក៏មានកាត់តឲ្យដែរនិយាយបានប៉ុណ្ណាផុសប៉ុណ្ណឹងផុសតែក្នុង YouTube ទេសង្ឃឹមថាអ្នកទាំងអស់គ្នាស្ដាប់ហើយប្រហែលជាជួយអ្នកទាំងអស់គ្នាធូរស្បើយគេងលក់សួរផងថាមិនដឹងគេងលក់ស្រួលផងថាមិនត្រូវព្រោះអីយើងនិយាយគ្នាអំពីផ្លូវអារម្មណ៍ផ្លូវចិត្តទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាឆ្លងកាត់ច្រើនណាស់ depression anxiety បញ្ហាផ្លូវចិត្តខ្ញុំអង្គុយសុកទៅដូចជានៅមិនសុខសោះបើខ្ញុំបានធ្វើវីដេអូបែបអញ្ចឹងខ្ញុំក៏អាចយករឿងរ៉ាវនៃជីវិតរបស់ខ្ញុំទៅធ្វើអីផ្សេងពេលវេលារបស់ខ្ញុំទៅធ្វើអីផ្សេងតែខ្ញុំប្រហែលជាមិនអស់ចិត្តទេព្រោះខ្ញុំមិនបានធ្វើវីដេអូចែកម្លែកអំពីរឿងនេះតោះទាំងអស់គ្នាអ្នកទាំងអស់គ្នាអ្នកខ្លះនៅតែមានអារម្មណ៍ថាការហួរនៅបច្ចុប្បន្ននេះការហួរនៅពេលបច្ចុប្បន្ននេះมันដាច់ស្រឡះมันច្បាស់លាស់มันធូរស្បើយនៅតែគិតដល់រឿងអតីតកាលមួយចំនួនក៏មានការចោទជាសំណួរថាហេតុអីបានជាម្នាក់នោះធ្វើអញ្ចឹងដាក់ខ្ញុំហេតុអីឃើញគាត់ថាស្រឡាញ់ខ្ញុំខ្លាំងហើយមិនបានគាត់ធ្វើអញ្ចឹងហេតុអីបានសមាជិកក្នុងគ្រួសារខ្ញុំម្នាក់នោះគាត់ធ្វើអញ្ចឹងហេតុអីប៉ាធ្វើអញ្ចឹងដាក់ខ្ញុំហេតុអីអត់មើលថែខ្ញុំហេតុអីម៉ាក់ធ្វើអញ្ចឹងដាក់ខ្ញុំហេតុអ្វីបងធ្វើអញ្ចឹងដាក់ខ្ញុំហេតុអ្វីអូនធ្វើអញ្ចឹងដាក់ខ្ញុំហេតុអ្វីសង្សាររបស់ខ្ញុំម្នាក់នោះធ្វើអញ្ចឹងដាក់ខ្ញុំហេតុអីហេតុអីហេតុអីមើលអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាចាត់ជាសំណួរថាហេតុអ្វីបែបនេះក៏មិនដឹងថាចម្លើយបែបណាចង់ឲ្យគេស្រ័យណាស់ចង់ឲ្យគេបញ្យល់ណាស់ចង់ឲ្យគេយល់ចិត្តណាស់តែក៏ឆ្ងល់ថាហេតុមិនគេមិនយល់ពីយើងហេតុអ្វីក៏អញ្ចឹងខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមរបស់អ្នកទាំងអស់គ្នាដែរខ្ញុំក៏ជាមនុស្សម្នាក់
ដែលបានគិតបែបអញ្ចឹងដែរដូច្នេះហើយបានខ្ញុំនិយាយចេញដំណើរជីវិតមួយនេះអតីតកាលមួយនេះពិបាកទម្លាក់ចោលពិបាកធ្វើឲ្យភ្លេចណាស់ពិបាកធ្វើឲ្យធូរស្បើយណាស់តើនរណាគេទៅអាចជួយខ្ញុំបានតើនរណាគេទៅឲ្យខ្ញុំធូរស្បើយឬក៏មានតែខ្ញុំម្នាក់ទេដែលត្រូវឆ្លងកាត់ដែលឲ្យទៅលើគ្រប់ពេលវេលាលើកនឹងមកគិតគេអត់លោកមិនធូរស្បើយសោះហេតុអី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 ចម្លើយអីទៅបានធ្វើខ្ញុំធូរស្បើយបានហេតុអ្វីបានជាម្នាក់នោះមិនមកបញ្យល់ខ្ញុំឬក៏ហេតុអីខ្ញុំលែងមានឱកាសដើម្បីស្ដាប់ការបញ្យល់ពីគាត់ទៀតហើយពិភពលោកមួយនេះហាក់បីដូចជាអយុត្តិធម៌សម្រាប់ខ្ញុំម៉ែមិនចឹងកាន់តែគិតកាន់តែស្មុគស្មាញកាន់តែរញ៉េរញ៉ៃកាន់តែពិបាកគេងទាំងអស់គ្នាខ្ញុំក៏ជាអ្នកដែរប៉ុន្តែខ្ញុំក៏ចោទជាសំណួរហេតុអីមួយសំណួរទៀតមកសួរខ្លួនឯងហេតុអីខ្ញុំខ្លួនឯងមិនអាចធ្វើឲ្យខ្លួនឯងគេងបាននៅពេលនេះហេតុអីខ្ញុំមិនអាចរស់នៅជាមួយបច្ចុប្បន្នឲ្យសប្បាយចិត្តបានហេតុអីខ្ញុំមិនបង្កើតស្នាមញញឹមឲ្យខ្លួនឯងនៅពេលដែលខ្ញុំចោទជាសំណួរសួរខ្លួនឯងដែលសំណួរនោះមិនមែនជាសំណួរទៅកាន់អ្នកដទៃប្រកាសខ្ញុំប្រហែលជាអាចរកចម្លើយខ្លួនឯងបានហេតុអីបានជាខ្ញុំមិនអាចភ្លេចរឿងអតីតកាលនឹងបានប្រហែលជាខ្ញុំមិនទទួលស្គាល់ការពិតប្រហែលជាខ្ញុំមិនទទួលស្គាល់ការពិតថារឿងនោះកន្លងផុតទៅហើយប្រហែលជាខ្ញុំមិនទទួលស្គាល់ការពិតថាម្នាក់នោះបានទៅបាត់ហើយប្រហែលជាខ្ញុំមិនទទួលស្គាល់ការពិតថាម្នាក់នោះលែងស្រឡាញ់ខ្ញុំហើយក៏ប្រហែលជាខ្ញុំភ្លេចគិតពីជ្រុងវិជ្ជមានចំពោះរឿងនោះខ្លះប្រហែលជាពេលវេលានោះម្នាក់នោះមានជំរឿនល្អជាងនេះគេក៏ប្រហែលជាធ្វើជំរឿននោះហើយតែប្រហែលជាពេលនោះជំរឿននោះគឺជាជំរឿនល្អបំផុតហើយបានជាគេធ្វើបែបនោះមកដាក់យើងមកដាក់ខ្ញុំឬក៏សម្រាប់គេសាររឿងទាំងអស់នោះយកមកគិតបែបអញ្ចឹងមើលអ្នកទាំងអស់គ្នាអាចធូរស្បើយបានអត់ជួយប្រាប់ខ្ញុំវិញផងព្រោះនេះជាកលឹះខ្លះដែលខ្ញុំតែងតែប្រាប់ខ្លួនឯងហេតុអីបានជាខ្ញុំពិបាកគេងម៉ែខ្ញុំសួរខ្លួនឯងបែបនេះអ្នកទាំងអស់គ្នាអាចសួរខ្លួនឯងមើលអ្នកទាំងអស់គ្នាក៏អាចប្រាប់ខ្លួនឯងបានថាបើខ្ញុំក៏ពិបាកគេងពេលវេលាក៏កន្លងផុតទៅមួយយប់ហើយទៀតម៉ោង12ហើយទៀតម៉ោង1ហើយពេលវេលាអត់ចាំខ្ញុំសោះស្អែកឡើងខ្ញុំត្រូវធ្វើការទៀតហើយស្អែកឡើងខ្ញុំត្រូវរៀនទៀតហើយស្អែកឡើងខ្ញុំត្រូវប្រកបរបរស៊ីទៀតហើយចាំបើសិនជាពេលវេលាអត់ចាំខ្ញុំអញ្ចឹងខ្ញុំគួរគេងអត់ណាចាំបើខ្ញុំអត់គេងសុខភាពខ្ញុំអត់ល្អពីណាគេពិបាកដោយសារខ្ញុំខ្លះខ្ញុំខ្លួនឯងពិបាកជាមួយនឹងការងារខ្ញុំខ្លួនឯងពិបាកជាមួយនឹង
លទ្ធផលការងារខ្ញុំធ្វើឲ្យបានល្អអ្នកដទៃជុំវិញខ្លួនពិបាកដោយសារខ្ញុំក៏ប្រហែលជាខ្ញុំឈឺម៉ាក់ខ្ញុំបារម្ភអ្នកតែខ្ញុំបារម្ភពីខ្ញុំនិងមនុស្សជុំវិញខ្លួនខ្ញុំជាច្រើនទៀតបារម្ភពីខ្ញុំអញ្ចឹងខ្ញុំគួរបែបនេះអត់អ្នកទាំងអស់គ្នារឿងអតីតកាលខ្លះនឹកឃើញក៏សប្បាយចិត្តក៏នឹកឃើញខ្លះទៅតែបើរឿងអតីតកាលខ្លះនឹកឃើញហើយធ្វើឲ្យពិបាកចិត្តក៏សួរខ្លួនឯងថាចង់អញ្ចឹងអត់បាទចង់អញ្ចឹងទេតម្លាក់ចុះបានតម្លាក់ចុះទៅគិតវិជ្ជមានពីរឿងនោះបានក៏ព្យាយាមគិតបែបនោះទៅណាខ្ញុំកំពុងតែអនុវត្តបែបនេះហើយខ្ញុំក៏សង្ឃឹមថាអ្នកទាំងអស់គ្នាក៏អាចអនុវត្តបែបនេះបានពីមួយថ្ងៃទៅមួយថ្ងៃនឹងខ្លះទៅជាទម្លាប់ហើយណាមាននឹងអត់មានគ្រួសាររបស់អ្នកកំពុងរងចាំមើលអ្នករស់នៅដោយសប្បាយចិត្តមាននឹងអត់មានមនុស្សជាច្រើនអ្នកទៀតនៅទីនោះកំពុងស្រឡាញ់អ្នកមើលឃើញអ្នកចង់ឲ្យអ្នករស់ដោយសប្បាយចិត្តមាននឹងអត់មានម្នាក់ទៀតពិតជាស្រឡាញ់អ្នកណាស់ចង់ឃើញអ្នកសប្បាយចិត្តណាស់100%នោះគឺខ្លួនអ្នកនោះគឺខ្លួនអ្នកកាលពីក្មេងចង់ឃើញអ្នកសប្បាយចិត្តបែបនោះគឺខ្លួនអ្នកនៅពេលនេះចង់ឃើញអ្នកសប្បាយចិត្តអញ្ចឹងនោះគឺខ្លួនអ្នកតែអនាគតចង់ឃើញអ្នកបែបនោះអាចអត់រស់នៅដោយសប្បាយចិត្តមានដឹងអត់ខ្ញុំនិយាយសោះទៅភ្នែកមានដឹងអត់អ្នកក៏បីណាស័កសមណាស់រស់នៅដោយសប្បាយចិត្តអស់ពីចិត្តខ្ញុំមិនចង់បានអីច្រើនមកវិញទេគ្រាន់តែសង្ឃឹមថាខ្ញុំគេងលក់ស្រួលអ្នកទាំងអស់គ្នាគេងលក់ស្រួលគ្រប់គ្រាន់ហើយស៊ូណាមានអ្វីចង់ឲ្យធូរស្បើយចែករំលែកគ្នានៅទីនេះបានដោយក្តីគោរពស្រឡាញ់រីករាយសួស្តីជីវិតគឺបែបនេះស៊ូណាបើយើងធ្វើឲ្យសាមញ្ញគឺសាមញ្ញហើយតែបើយើងធ្វើឲ្យស្មុគស្មាញគឺស្មុគស្មាញហើយជីវិតរបស់យើងនៅក្នុងដៃរបស់យើងជាអ្នកកំណត់ណាគេលក់សម្បត្តិល្អបើគ្មាននរណាគេនិយាយប្រាប់ខ្ញុំនៅទីនេះនិយាយប្រាប់អ្នកគាត់ដែរគេលក់សម្បត្តិល្អណា